ជារួមប្រទេសកម្ពុជាយើងនេះគឺមានសក្តានុពលសម្រាប់ធ្វើការដាំឈើនឹងវាទលំទលាយណាស់ជាពិសេសផ្ទៃដីដែលនៅសេសសល់តាមតែការស្រាវជ្រាវគឺថាផ្ទៃដីរបស់ស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនេះប្រហែលជាចូលជា1លានហិកតាដែលមិនបានប្រើប្រាស់ឲ្យមានប្រសិទ្ធភាពហើយផ្ទៃដីដែលគ្រប់គ្រងដោយប្រជាពលរដ្ឋប្រហែលជា3លានហិកតាទៀតដីទាំងអស់នេះនិយាយទៅមិនបានយកធ្វើការអភិវឌ្ឍជាពិសេសគឺការដាំឈើហ្នឹងឲ្យមានទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចហើយក៏មិនបានផ្ដល់នៅឈើផ្គត់ផ្គង់ឈើដល់ខ្សែចង្វាក់នៃឧស្សាហកម្មឈើដែរក្នុងនាមខ្ញុំរូបខ្ញុំដែលជាប្រធានសមាគមចំការឈើដើមនេះខ្ញុំមើលឃើញទៅមានការគួរឲ្យសោកស្ដាយណាស់ដីទាំងអស់នេះគួរណាស់ដែលយកមកប្រើប្រាស់ឲ្យអស់លទ្ធភាពគ្រាន់តែការដាំឈើមួយនេះផ្ដល់ការងារឈើជូនប្រជាកសិកររាប់សែនគ្រួសារហើយដើម្បីបង្កើតនៅចំការឈើដាំលើផ្ទៃដីដែលនៅសេសសល់នេះគឺយើងត្រូវការថវិការាប់ពាន់លានដុល្លារទើបអាចសម្រេចបានក៏គោលដៅទាំងអស់នេះបានថវិកានៃការដាំឈើនេះខ្ញុំយល់ឃើញយើងថាវាមិនពិបាកក្នុងការរកទេព្រោះផលប្រយោជន៍មួយនេះការដាំឈើនេះវាពិតពីទទួលបានផលប្រយោជន៍ចំណេញហើយក៏មានការចំណាប់អារម្មណ៍ច្រើនការដាំឈើនេះមានផលប្រយោជន៍ច្រើនហ្មងធំធេងច្រើនជាពិសេសគឺយើងមើលតែប្រទេសវៀតណាមប្រទេសថៃប្រទេសចិនឥណ្ឌូនេស៊ីម៉ាឡេស៊ីអីគឺគេបានផ្ដល់ការងារជូនប្រជាពលរដ្ឋគេរាប់សែនរាប់លាននាក់ទៅលើវិស័យនៃការដាំឈើណាហើយនៅផលិតផលឈើដាំគេនេះគេមិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកទេគេថែមទាំងធ្វើការកែច្នៃនាំចេញទៀតហើយដោយរបៀបដូចយើងរាល់ថ្ងៃហ្នឹងហេតុអីចំការឈើធម្មជាតិយើងនៅតែរក្សាមិនបានគង់វង្សគឺដោយសារតែទី1ប្រជាពលរដ្ឋនៅតាមមូលដ្ឋានលោកអត់មានការងារធ្វើអញ្ចឹងណាដូច្នេះហើយគាត់មានតែចូលទៅដើម្បីធ្វើការធ្វើអាជីវកម្មកាប់ព្រៃឈើឯប្រជាពលរដ្ឋខ្មែរទូទៅគាត់ត្រូវការឈើចាស់ឈើត្រូវការប្រើប្រាស់ហ្នឹងហើយឯរដ្ឋាភិបាលវិញគឺត្រូវមានភារកិច្ចធ្វើម៉េចការពារធនធានដូច្នេះហើយនៅពេលដែលមានប្រជាពលរដ្ឋគាត់ត្រូវការជីវភាពរបស់គាត់ផងគាត់អត់មានអីចំណូលគាត់ត្រូវទៅកាប់ឈើប្រជាពលរដ្ឋខ្មែរគាត់ត្រូវការប្រើប្រាស់ឈើផងរាជរដ្ឋាភិបាលគាត់ត្រូវការពារព្រៃឈើផងដូច្នេះហើយរាល់ការចុះទៅបង្ក្រាបអីនានាទាំងអស់ហ្នឹងអត់មានបានផ្ដល់ផលប្រយោជន៍អីចំណេញដល់អ្នកណាទាំងអស់និយាយអស់ទៅណាហើយបើគិតពីរដ្ឋាភិបាលវិញបាត់ដៃក៏សាច់ខ្នងដៃក៏សាច់ហ្នឹងហើយទៅចាប់ប្រជាពលរដ្ឋក៏វាពិបាកមិនការពារក៏ប្រជាពលរដ្ឋស្អីឲ្យហើយដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋវាអត់មានអីជៀសផុតពីរឿងឈើដាំទេហើយឈើដាំនេះបានន័យថាយើងយកការប្រើប្រាស់នោះវាមានវិសាលភាពធំធេងណាធ្វើតាំងពីกระดาษផងធ្វើតាំងពីក្តារអីផ្សេងផងធ្វើតាំងពីក្តារកុងផ្លាកគេនៅការប្រើប្រាស់ហើយតាមរយៈនៃការកែច្នៃនៃបដិវត្តម៉ាស៊ីននៃផ្សេងនេះគឺឈើដាំនេះគឺយើងអាចជំនួសនៅឈើធម្មជាតិបានគ្រប់ប្រភេទហើយឈើដែលយើងយកទៅប្រើប្រាស់ហ្នឹងចង់បានឈើប្រភេទអីយ៉ាងម៉េចក៏ឈើដាំហ្នឹងយើងអាចកែច្នៃឲ្យបានដែរអញ្ចឹងណាហើយជារួមឈើដាំក៏ជៀសមិនផុតពីត្រូវការប្រើប្រាស់ឈើធម្មជាតិមិចបញ្ចូលនេះប្រហែលជា5%នៃឈើធម្មជាតិទើបឈើឲ្យអាឈើដាំហ្នឹងជាមួយនឹងឈើធម្មជាតិហ្នឹងវាមិចបញ្ចូលគ្នាទៅបានន័យថាយកអាឈើធម្មជាតិទឹកបិទពីលើទៅទើបឈើទៅមានសោភ័ណភាពស្អាតដូច្នេះហើយឈើដាំគឺជាសេចក្តីត្រូវការមួយដែលចាំបាច់ហើយដើម្បីឲ្យការដាំឈើនេះដំណើរការទៅមុខបានទៅដល់រលូនគឺជៀសបំផុតគឺត្រូវតែប្រមុខរដ្ឋាភិបាលគ្រប់គ្រងហើយចំការឈើដាំនេះគ្រាន់តែដាំឈើក៏វាអត់មានន័យដែរវាត្រូវតែទី1ត្រូវបង្កើតលានដ្ឋានផលិតហើយនៅក្នុងលានដ្ឋានផលិតហ្នឹងត្រូវមានមូលដ្ឋានផលិតមានខ្សែចង្វាក់ផលិតកម្មគ្រប់ផលិតផលនៃការប្រើប្រាស់ទើបយើងអាចធ្វើការកែច្នៃទៅការដាំឈើទៅយើងមានផលចំណេញទាំងប្រជាពលរដ្ឋដាំឈើក៏បានផលចំណេញទាំងអ្នកធ្វើអាជីវអ្នកកែច្នៃឈើក៏បានផលចំណេញទាំងរដ្ឋាភិបាលក៏បានផលចំណេញដូចខ្ញុំសូមនិយាយបញ្ជាក់សារជាថ្មីចឹងថាចំការឈើដាំនេះបើប្រមុខរដ្ឋាភិបាលលោកគ្រប់គ្រងយ៉ាងយូរបំផុតក្នុងរយៈពេល10ឆ្នាំយើងអាចបង្កើតគម្របព្រៃឈើជីវៈចម្រុះព្រមទាំងការពារនៅបរិស្ថានទូទៅដែលយើងបានបាត់បង់នៅពេលកន្លងមកនេះសារឡើងវិញបានក្រុមហ៊ុន Holy Plantation អញ្ចឹងមានផ្ទៃដីប្រហែលជា30000ជាងហិកតាអញ្ចឹងណាហើយក៏ដូចជាក្រុមហ៊ុនមួយពីរទៀតដែលជាបានន័យថាជាច្រើនដែលជាបានន័យថាស្ថិតនៅក្រោមសមាគមនៃឧស្សាហកម្មឈើអញ្ចឹងនេះអញ្ចឹងណាស្នើសុំឲ្យទៅធ្វើការញែករវាងថាតើដីណាចង្អុលបង្ហាញតើដីណាដីរបស់រាជដីណាដីរបស់រដ្ឋ
đại rót vô mà thưa chị đây cu xạ ca thì mua những crom hôn nhưng mình tay từ sầm mé thay từ tóc giấy ở trên những lá tập phò lấy giang mấy đi từ bật tô của xuông cả sĩ cám có một cả từ bật tô anh nhà thô tại đấy có một cả từ bật tô nâng cả xuông tại đấy có viên mình cả vụ bị đăng thân na cái búa chứ đi gặp nó tạ sinh đây đi hay crom hôn mình miền tha họ đây bởi chia bò rót từ đám đây bởi chia bò rót tới ăn miếng đi khoan tại bởi chia thà đây nó bảo bởi chia bò rót ở đăng tha bởi chia bò rót đám bayក្រុមហ៊ុនដែលជាក្រុមដែលជាសមាជិកនៃសមាគមឧស្សាហកម្មអ្នកដាំឈើយើងនេះមានមូលដ្ឋានទៅតំណាក់តំណងជាមួយនឹងប្រជាពលរដ្ឋតើដីគាត់ចង់យ៉ាងម៉េចគាត់ចង់សហការគាត់ចង់ជួលគាត់ចង់លក់គាត់ចង់សហការដាំឲ្យយ៉ាងម៉េចឲ្យវាមានមុខសញ្ញាច្បាស់លាស់ហើយកាលណាមិនបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ទេអ្នកទៅសហការជាមួយនឹងប្រជាពលរដ្ឋហើយខ្ញុំថារឿងទាំងអស់នេះអត់មានអីពិបាកទេខ្វះតែប័ណ្ណបញ្ជារបស់នាយករដ្ឋមន្ត្រីឬមួយក៏ប្រធានគណៈបកឆ្នះឆ្នោតតែប៉ុណ្្នឹងមួយទេពួកការដាំឈើនេះមិនមែនជាការមួយចង់ញញទៅឃើញចង់ដាំទេចង់រៀបចំដាំឈើទៅរៀបផែនការវិនិយោគចូលពី5ឆ្នាំទៅ10ឆ្នាំចង់ដាំឆ្នាំ2027 2026នេះទៅរៀបផែនការឲ្យហើយពូជជីថវិកាធនធានមនុស្សលក្ខណៈហើយនៅត្រង់ចំណុចកន្លែងនេះមួយនៅពេលដែលធ្វើទៅទាំងស្ទះនៅត្រង់ចំណុចណាមួយជាពិសេសដល់ពេលទៅមើលដីពិតប្រាកដដីទៅឈូសទៅ1000ហត្ថលេខបានតែ500ហត្ថហើយអា500ហត្ថទៀតដូចស្បែកខ្លាហើយឲ្យតែគ្នាទៅអភិវឌ្ឍរបៀបយ៉ាងម៉េចឲ្យវត្តចេញទេនឹងហើយកុំតាហាទៅដាំឈើដោយរបៀបស្បែកខ្លាណាដាំចេញអត់បានទេគាត់ថាប្រជាពលរដ្ឋយើងទៅសហការមួយប្រជាពលរដ្ឋដោះដូរយ៉ាងម៉េចដើម្បីឲ្យគាត់នៅជុំគ្នាឬមួយក៏សហការឲ្យគាត់ចូលរួមដាំជាមួយគ្នាអាហ្នឹងគឺជាកិច្ចការមួយដែលយើងធ្វើទៅវាងាយស្រួលបាទហើយការដាំឈើនេះទៀតសោតមិនមែនថាការដាំឈើបានទិន្នផលខ្ពស់ហើយបានលុយចំណេញទេដាំឈើហើយត្រូវធ្វើយ៉ាងម៉េចមានមូលដ្ឋានផលិតទៀតហ្នឹងហើយណាកាលណាមានមូលដ្ឋានផលិតយើងផលិតទៅជាផលិតផលសម្រាប់គឺយើងអត់មានលក់វត្ថុទៀតតាមមកទៅប្រទេសជិតខាងទេសុខនាមជាសមាគមឧស្សាហកម្មឈើហ្នឹងគឺយើងគៀងកអ្នកវិនិយោគធ្វើម៉េចឲ្យបង្កើតមូលដ្ឋានផលិតខ្សែចង្វាក់ផលិតកម្មពី A ដល់ Z ហ្នឹងហើយធ្វើម៉េចយកអាទិន្នផលឈើតែការដាំមកនេះឲ្យវាផលិតឲ្យគ្រប់នៃផលិតផលប្រភេទនៃឈើព្រោះឈើមួយមុខហ្នឹងមិនមែនយកត្រឹមតែមកធ្វើកុំផ្លាក់គេទេយកធ្វើតាំងពីអាក្តារក្រាផងយកតាំងពីធ្វើម្សៅកដាស់ផងយកតាំងពីស្អីយកទៅវាច្រើនមុខទីផ្សារគឺទលំទលាយណាស់បងខ្ញុំនិយាយអស់មកទៅបានតែដើម្បីបង្កើតខ្សែច្រវាក់នៃឧស្សាហកម្មពី A ដល់ Z មួយគឺចាំបាច់ត្រូវមានចការឈើយ៉ាងតិច20,000ហិកតាជាបឋមបានន័យថាមកទីតាំងមួយណាបងនិយាយថាត្រូវការហ្នឹងអត់គិតពីរោងចក្រកដាស់ផងបើគិតទាំងរោងចក្រកដាស់ទៀតមិនស្រួល1លានហិកតាអត់គ្រាន់ផង2លានហិកតាក៏អត់គ្រាន់ផងពួកដើមឈើនេះហើយដើមឈើនេះខុសពីដើមផ្លែឈើអីផ្សេងឆ្នាំហ្នឹងដល់ពេលតែអាយុកាប់យើងអត់កាប់ទៀតទុកដល់ឆ្នាំក្រោយត្រូវតែបានថ្លៃទុកដល់ឆ្នាំក្រោយទៀតត្រូវតែបានថ្លៃទៀតព្រោះវាចេះតែធំទៅបាទហើយការលក់ដើមឈើអញ្ចឹងទៀតយើងសិស្សលក់គីឡូថាយើងអត់មានលក់ដើមមកហ្នឹងអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែបានថ្លៃបើសិនជាយើងដាំ1លានហិកតាយើងបែងចែកវាជា6ឆ្នាំណាមួយឆ្នាំយើងកាប់ផាយចូលផាយជាជាង10,000ហិកតាជាង10,000ហិកតាបងគិតមើលទៅក្នុងហិកតាផ្ដល់ការងារជូនប្រជាពលរដ្ឋ3នាក់ហ្នឹងហើយបានន័យថាមិនមែនថាផ្ដល់សម្រាប់តការដាំឈើទេណាបានន័យថាតងំចាប់ពីការជួលដីដាំឈើផលិតឈើឲ្យទៅជាផលិតផលសម្រាប់ 100% ហ្នឹងគឺត្រូវការជាមធ្យមគឺត្រូវការកម្លាំង3នាក់ក្នុង1ហិកតាអញ្ចឹងបើយើងកាប់មួយឆ្នាំ20,000ហិកតាឧទាហរណ៍អញ្ចឹងណាឬមួយក៏យើងកាត់30,000ហិកតាបងគុណមើលនឹង3នាក់ហ្នឹងទៅហើយផ្ទៃដីយើងយ៉ាងតិចបំផុតគឺ3លានហិកតាដែលមិនបានយកមកប្រើប្រាស់ឲ្យអស់លទ្ធភាពចាប់ពីពេលនេះទៅដោយសារខ្ញុំបានរកដៃគូច្បាស់លាស់ហើយអញ្ចឹងណាតាំងពីអ្នកដាំតាំងពីអ្នកថែរក្សាតាំងពីអ្នកកែច្នៃស្អីយើងមានទាំងអស់យើងខ្វះតែមួយទៀតគឺការកសាងលានដ្ឋានផលិតដើម្បីធ្វើយ៉ាងម៉េចលានដ្ឋានផលិតជាមួយនឹងចំការឈើដាំជាមួយនឹងការដឹកជញ្ជូននាំចេញនឹងវាគៀកស៊ីសង្វាក់ជាមួយគ្នាអញ្ចឹងអ្វីដែលជាកាតព្វកិច្ចហើយកិច្ចការដែលត្រូវគិតគូរបន្តគឺទី1ធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលគ្រប់គ្រងទៅលើវិស័យនៃការដាំឈើសិនហើយទី2មួយទៀតបានសមាគមអ្នកធ្វើឧស្សាហកម្មឈើហ្នឹងគឺគិតគូរក្នុងការកសាងលានដ្ឋានផលិតដើម្បីគៀងគរអ្នកចេះផលិតយកមកបង្កើតខ្សែស្រវាក់ផលិតកម្មនៃឧស្សាហកម្មឈើហើយតែកិច្ចការងារទាំងអស់នេះខ្ញុំបានគិតគូរតាំងពី3-4ឆ្នាំមកម៉េះ
បាទជាសំណុំពរចុងក្រោយគឺធ្វើយ៉ាងម៉េចដើម្បីឲ្យប្រមុខរដ្ឋាភិបាលលោកគាត់ជ្រាបហើយគាត់ឲ្យចាត់ក្រុមកិច្ចការងារចំពោះកិច្ចអីយ៉ាងម៉េចធ្វើការសិក្សាបន្តយ៉ាងហ្នឹងណាត្រង់ចំណុចត្រង់កន្លែងណាដែលថាมันច្បាស់លាស់ក្នុងនាមខ្ញុំជាសមាគមអ្នកដាំឈើក្តីជាឧស្សាហកម្មឈើក្តីគឺបានន័យថាពេញចិត្តរីករាយផ្ដល់នៅព័ត៌មានលម្អិតហើយកាន់តែស៊ីជម្រៅតទៅទៀតហើយធ្វើការផ្ទៀងផ្ទាត់គ្នាជាមួយនឹងបណ្ឌិតសេដ្ឋកិច្ចបណ្ឌិតព្រៃឈើបណ្ឌិតអីទាំងអស់ហ្នឹងទៅហើយតើវាអញ្ចឹងដែរនៅមើលក៏យ៉ាងម៉េចអញ្ចឹងណាម៉ោងនេះហើយយើងចង់សួរព័ត៌មានអីក៏ចេញដែរតាមប្រព័ន្ធស្អីគេ AI តាមអីហ្នឹងយើងសួរទៅក៏វាចេញអស់ដែរ